បាទឥឡូវយើងបានរៀបរួចហើយបាទឥឡូវយើងរៀបរួចហើយយើងបញ្យូរវាមើលដើម្បីវាដើរមើលវាត្រូវអត់ចឹងមុនដំបូងនេះយើងត្រូវវាដកគ្នាដើម្បីវាចេញថាចេញលក្ខណៈឲ្យគេត្រៀមនឹងច្រៀងបាទឥឡូវយើងបានជួរទី1ហើយមិនចឹងបាទឥឡូវបានជួរទី1តែតាមធម្មតាក្រៅអូខេរបស់គេគឺមានជា2ជួរបាទឥឡូវយើងថាមានជា2ជួរអញ្ចឹងដើម្បីមាន2ជួរយើងត្រូវបង្កើតនៅ track 2ជួរទៀតហៅថា track video គឺចំនួន2 clear ទៀតបាទយើងចុច insert ចុច track video insert track video track បាទអញ្ចឹងខ្ញុំសុំលើកនេះឡើងលើលើកចេះសិនអញ្ចឹង clear មុនដំបូងនេះខ្ញុំចង់ឲ្យវានៅផ្នែកខាងក្រោមចាប់ដើមផ្នែកខាងក្រោមមុនគេអញ្ចឹងចង់វានៅផ្នែកខាងក្រោមមុនគេអញ្ចឹងខ្ញុំទាញអានេះមកអស់ចេះសិនខ្ញុំយកដើម clear ដើម្បីដាក់កំណត់ឲ្យវានៅខាងក្រោមអញ្ចឹងកំណត់របស់វាគឺខាង clear track ទី1ទី2ទី3ទី4បាទអញ្ចឹង track ទី4នៅកន្លែងវាថា track motion នេះ track motion នេះគឺខ្ញុំកំណត់នៅកន្លែងអក្សរ Y គឺយកពាក្យថាដកវាយសញ្ញាដក400ដើម្បីយកកម្ពស់វាគឺ400ចុះមកក្រោមហើយថាពីលើចុះមកក្រោមនេះគឺពីលើចុះមកក្រោមនេះគឺចំនួន400សង់ទីម៉ែត្រចឹងទៅបាទអញ្ចឹងខ្ញុំចុច enter តោះមកខ្ញុំចុចខ្វែងអញ្ចឹងអានេះគឺយើងយកដូចគ្នាព្រោះថាវា track មួយរត់មួយអត់រត់អញ្ចឹងខ្ញុំយកអានេះគឺកំណត់ដូចគ្នាមួយរត់មួយអត់រត់គឺដក400 enter ខ្ញុំចុច close ទៀតអញ្ចឹងអា track ទី1និងទី2នេះគឺខ្ញុំសុំយកកំណត់វាត្រឹមតែ280ទេតាមធម្មតាគេយក280ចឹងដាក់ដក280ខ្ញុំយកដក280អញ្ចឹងឲ្យកម្ពស់វាចុះមកក្រោមគឺចំនួនដក280ខ្ញុំចុចខ្វែងអញ្ចឹងអានេះគឺអក្សររត់ដូចគ្នាអញ្ចឹងខ្ញុំយកដក280ដើម្បីមួយរត់មួយនៅបាទអញ្ចឹងខ្ញុំចុចខ្វែងប៉ុន្តែយើងអត់ទាន់មានទេយើងទៅបានមានមួយជួរទេតែរបៀបដែលដាក់ឲ្យវាមាន2ជួរបាទវាដាក់ឲ្យវាមាន2ជួរទី1ខ្ញុំសុំដាក់លើនេះឲ្យវាបញ្យូរឃើញអញ្ចឹងអានេះឃើញទេអញ្ចឹងចំនួនដែលអក្សរវាគឺនៅខាងក្រោមនេះឃើញទេនៅខាងក្រោមនេះគឺចំនួនមកសមរម្យអញ្ចឹងដើម្បីឲ្យមានជួរទី2នៅខាងលើអញ្ចឹងខ្ញុំចុចលើឧបករណ៍មួយនេះគឺឧបករណ៍ select edit tool បាទ select edit tool អញ្ចឹងដាក់មកគឺមានសញ្ញា select ឲ្យយើងអញ្ចឹងខ្ញុំចង់អានេះក៏នៅខាងលើអញ្ចឹងខ្ញុំចង់មក clear ខាងលើមក clear ក្រោមអញ្ចឹងខ្ញុំចុចវាលើវាមកខ្ញុំចុច select ខ្ញុំដាក់វាខាងលើគឺមក clear លើមក clear ក្រោមបាទអញ្ចឹងខ្ញុំចាប់ select វាយើងធ្វើជាមួយជួរសិនចាំយើងចាប់ select ចឹងឲ្យវាស្រួលបាទអញ្ចឹងខ្ញុំបន្ទូចវាតិចទៅដើម្បីវាស្រួលចាប់លើកបាទអញ្ចឹងមក clear លើមក clear ក្រោមខ្ញុំចាប់ select វាទាំងពីរចឹងមកselect ទៀតបាទអញ្ចឹងមួយទៀតអស់ហើយបាទអញ្ចឹងឥឡូវបានហើយខ្ញុំចុចលើឧបករណ៍នេះដដែលវាថា normal edit tool យើងអាចបាន control បូកនឹង D បាទអញ្ចឹងខ្ញុំរួមពង្រីកទៀតអញ្ចឹងនៅពេលដែលវាដើរតាមធម្មតាលុះត្រាតែវាដើរចិត្តផុតអញ្ចេះហើយនៅពេលណាដែលវាដើរចិត្តផុតទៅហើយគឺអក្សរខាងលើវាចេញមិនអញ្ចឹងដើម្បីឲ្យវាចេញអក្សរខាងលើយើងទាញអក្សរខាង stroke របស់អក្សរខាងក្រោមនេះទាញខិតមកមុខបាទឃើញទេទាញខិតមកមុខអញ្ចឹងដល់ពេលយើងបញ្យូឧទាហរណ៍ថាខ្ញុំបញ្យូត្រឹមនេះទៅបាទអញ្ចឹងយើងចាប់ដើមបាទនៅកន្លែងនេះពេលយើងដល់កុហកថាមិនអីគឺនេះចេញមកបាទដល់ពេលអានេះចាប់ដើម clear គឺនេះបាត់គឺខាងក្រោមនេះបាត់តែខ្ញុំអត់ចង់ឲ្យវាបាត់ទេដល់ចង់ឲ្យវានៅមានតិចទៀតបាទដើម្បីឲ្យវាមានបញ្ជាក់នៅតិចទៀតគឺខ្ញុំដាក់ខាងអញ្ចឹងដល់ពេលខ្ញុំបញ្យូម្ដងទៀតគឺយើងមើលទាំងអស់គ្នានៅកន្លែងនេះបាទអញ្ចឹងដល់ពេលចិត្តផុតយើងត្រូវឲ្យមាន clear ខាងក្រោមចេញមកទៀតអញ្ចឹងដាក់ពីរនេះគឺអា
clear ខាងលើបោះទី3 track ទី3ឲ្យលៀនបន្តិចtrack ទី4គឺយើងយកអា clear ពណ៌សឲ្យខាងទី2ជួរទី2គឺយើងរៀបបែបនេះមកគឺអានេះខ្ញុំយកលៀនបន្ទាប់មកខ្ញុំយកអានេះលៀនបន្តិចចេញមកក្រោយបន្តិចនេះខ្ញុំយកស្មៅមកនេះមកដល់ពេលនេះឲ្យវាលោតចេញមករៀបចឹងមកខ្ញុំយកចេញបន្ទាប់មកខ្ញុំយកអានេះលៀនចេញមកក្រៅវិញសន្ទុះចឹងរៀបទៀតបាទឥឡូវខ្ញុំរៀបរួចហើយអញ្ចឹងដើម្បីឲ្យយើងចេញថាវា view វារបៀបម៉េចរបៀបយើងអាចចាប់ដើមវាម្ដងទៀតនេះយើងវែងតិចមកអញ្ចឹងទៅបាទឥឡូវវាចេញបែបហ្នឹងហើយនៅពេលដែលយើងបាន clear ទី1ហើយអញ្ចឹងយើងចាប់ផ្ដើមយក clear ដែលគេចាប់ផ្ដើមច្រៀងម្ដងទៀតដែល clear ទី2ឬថាបទចម្រៀងគេត្រូវច្រៀងមួយកណាត់ហើយគឺមានឈប់នៅក្នុងពាក់កណ្ដាលណាមួយហើយគេចាប់ផ្ដើមនៅ clear ណាមួយទៀតអញ្ចឹងដើម្បីមាន clear មួយទៀតមកចាប់មកច្រៀងអញ្ចឹងខ្ញុំសុំឲ្យមានការ view ម្ដងទៀត review វាដើម្បីឲ្យវាចាប់ផ្ដើមភ្លេងច្រៀងតទៅទៀតអញ្ចឹងនឹងខ្ញុំចង់ view វាចាប់ផ្ដើមពី clear ច្រៀងណាមួយហើយគេច្រៀងម្ដងទៀតយើងអាច copy ទៅដាក់ហ្មងបាទអញ្ចឹងយើងអាចចាប់ផ្ដើមពីត្រឹមនេះគឺគេច្រៀងម្ដងទៀតអញ្ចឹងខ្ញុំវាយអក្សរ M ដើម្បីចំណាំវាម្ដងទៀតកុហកខ្លួនឯងខ្ញុំដាក់តកុហកចឹងសិនមកបន្ទាប់មកគឺអានេះគឺចាប់ផ្ដើមពីកុហកអត់មែនអញ្ចឹងយើងដឹងហើយមិនអញ្ចឹងអញ្ចឹងដល់ពេលវាចាប់ផ្ដើមពីកុហកហើយអញ្ចឹងកុហកយើងធ្លាប់ធ្វើរួចហើយម្ដងហើយមិនអញ្ចឹងបើយើងធ្វើរួចម្ដងហើយអញ្ចឹងដូចខ្ញុំបានប្រាប់អញ្ចឹងខ្ញុំសូមបង្រួមវាតិចទៅបាទអញ្ចឹងខ្ញុំបានធ្វើវារួចម្ដងខ្ញុំគ្រាន់តែយកឧបករណ៍ select edit tool មកគឺខ្ញុំ select ទាំង4ជួរសំទោសគឺឃើញយ៉ាងម៉េចបាទគឺខ្ញុំ select ទាំង4ជួរចាប់ផ្ដើមពី select ទាំងអូន select ទាំងអស់បាទឃើញទេ select ទាំងអស់បន្ទាប់មកខ្ញុំម៉ៅរាយទៅលើកន្លែងណាមួយដែលជាកន្លែងដែលយើងបាន select ជាអក្សររបស់យើងគឺខ្ញុំ select ខាងលើចុះម៉ៅរាយលើវាយកពាក្យថា copy បន្ទាប់មកខ្ញុំចុចចាប់ឡើងចាប់ផ្ដើមកន្លែងដែលខ្ញុំបានកំណត់វាមិញចាប់ផ្ដើមនៅបាទយើងបានចាប់ផ្ដើមមានហ្នឹងមកបន្ទាប់មកគឺយើងដល់កន្លែងវាថាវាច្រៀងកុហកខ្លួនឯងអញ្ចឹងខ្ញុំចុចម៉ៅរាយខ្ញុំយកឈើ paste បាទអញ្ចឹងវាចាប់ផ្ដើមពីកន្លែងហ្នឹងគឺកុហកខ្លួនឯងប៉ុន្តែវាអត់ទាន់ចំកន្លែងគេច្រៀងទេអញ្ចឹងខ្ញុំទាញវាឲ្យស្មើកន្លែងគេច្រៀងដើម្បីកន្លែងនេះគឺកន្លែងគេត្រៀមអញ្ចឹងកន្លែងនេះគឺកន្លែងគេច្រៀងខ្ញុំយកមកស្មើហ្នឹងមកបន្ទាប់មកខ្ញុំចុចត្រឹមនេះខ្ញុំ space វាដើម្បីវា view មើលបាទនៅពេលដែលវាត្រូវដើរត្រូវ clear ត្រូវអីអស់ហើយអញ្ចឹងយើងអាច
view វាគឺបានហើយគឺអាចធ្វើវាបានរួចជាស្រេចអញ្ចឹងយើងអាចដើម្បីដឹងថាគេអស់ត្រឹមណាយើងចុចត្រឹមនេះគេមានច្រៀងទៀតអត់នៅឡើយចង់បញ្ចប់នេះគឺមានច្រៀងទៀតអត់អញ្ចឹងដល់ពេលថាមានច្រៀងទៀតអត់គឺយើងដាក់កន្លែងហ្នឹងមកតមកយើង space បាទត្រឹមនេះបាទខិតក្រោយតិចខ្ញុំសុំតែមើល clear របស់ Studio បាទត្រឹមនេះសុំជួបយើងវាយអក្សរ M ខ្ញុំដាក់សុំជួបសុំជួបអញ្ចឹងខ្ញុំដើររកមើលនៅ clear របស់ខ្ញុំដែលបានធ្វើហើយគឺកន្លែងតែពាក្យថាសុំជួបបាទអញ្ចឹងខ្ញុំសុំមើល view clear របស់ខ្ញុំកន្លែងណាពាក្យថាសុំជួបឬក៏យើងអាច play វាទៀតសុំជួបបាទបាទអញ្ចឹងខ្ញុំ view វាម្ដងទៀតទៅដើម្បីឲ្យវាឃើញកន្លែងណាពាក្យថាកន្លែងណាសុំជួបបាទខ្ញុំអាចប្រើរូប key ក៏បានដែរវាយូរពេកខ្ញុំប្រើជា clear ហ្មងទៅបាទអត់ clear នឹងអត់ clear នេះក៏អត់ចឹងដើម្បីងាយស្រួលខ្ញុំអាចរកមើលកន្លែងនេះ clear ណាដែលមានថាពាក្យសុំជួបអូនៅខាងលើមិញបាទសុំជួបបងត្រឹម1 ម៉ោងអានេះសុំជួបយើងមើលអានេះវាច្រៀងដល់សំណាបាទចា clear ទី 14 អញ្ចឹងខ្ញុំវាយថាលេខ 14 មកដើម្បីវារត់ទៅ track ទី 14 select លើ track បាទអញ្ចឹងវា clear មកគឺត្រឹមសុំជួបនេះគឺ track ទី 14 នេះអញ្ចឹងខ្ញុំយក select tool ត្រឹមទី 14 គឺយកពីខាងក្រោយទៅវិញបាទសុំជួបអញ្ចឹងមកយកត្រឹមទី 14 ចេះអញ្ចឹងខ្ញុំមករាយយក copy បាទចុចលើនេះខ្ញុំចុច paste តមកខ្ញុំសារ៉េនេះគឺយកមកស្មើបាទអញ្ចឹងខ្ញុំ play មកប៉ុន្តែសូមបញ្ជាក់ថា clear នេះយើងដាក់យ៉ាងណាឲ្យសមអញ្ចឹងអានេះគឺបញ្ចប់ដោយ clear ខាងលើអញ្ចឹងខ្ញុំចង់ឲ្យវាបញ្ចប់ដោយ clear ខាងក្រោមវិញដែលខ្ញុំប្រើថាខ្ញុំប្រើរបៀបនេះវិញខ្ញុំប្រើអក្សរ M ដើម្បីជាកំណត់វាមួយយកនេះមកប្រើអក្សរ M មួយទៀតកំណត់ថាកន្លែងហ្នឹងគឺបញ្ចប់កន្លែងនេះគឺចាប់ផ្ដើមមួយទៀតបាទតាមនេះបញ្ចប់បាទប៉ុណ្ណេះមកខ្ញុំយកនេះចប់វាត្រឹមនឹងដែរ
chẳng nhom cơ việc khát cào kiaបន្ទាប់មកខ្ញុំចាប់លើកអានេះខ្ញុំមកដាក់ខាងក្រោមវិញបាទខ្ញុំសេរីវាដាក់ខាងក្រោមវិញអានេះគឺខ្ញុំយកខាងលើវិញអញ្ចឹងអាមួយនេះខ្ញុំយកទៅខាងលើវិញយកធ្វើរបៀបនេះអានេះខ្ញុំយកខិតក្រោយបាទយកខិតក្រោយមកនេះខិតក្រោយដូចគ្នាបន្ទាប់មកអានេះគឺខ្ញុំយកមកស្មើនៅចន្លោះរបស់វានេះអញ្ចឹងអានេះគឺចន្លោះវាគឺចាប់ដើមពីត្រឹមនេះបន្ទាប់មកខ្ញុំយកអានេះមកដាក់ខាងក្រោមវិញអានេះដូចគ្នាដាក់ខាងក្រោមនេះឃ្លាចាប់ដើមរបស់គេបាទអញ្ចឹងដើម្បីឲ្យវាដើរត្រូវឬក៏អត់គឺខ្ញុំសុំអានេះគឺខ្ញុំយកមកខាងត្រឹមនេះទេគឺខ្ញុំយកស្មើនេះអញ្ចឹងដើម្បីដឹងថាវាដើរត្រូវឬក៏អត់ខ្ញុំសុំ view វាមើលបាទចុះនេះខ្ញុំយកអាខាងក្រោយស្មើខាងនេះទៅដើម្បីវាលៀនចេញអក្សរមកបាទឥឡូវយើងបានហើយបាទនេះគឺយើងធ្វើរបៀបនេះអានេះគឺយើងដាក់ឲ្យលៀនដើម្បីឲ្យពេលនៅវាដល់វាច្រៀងចប់ឧទាហរណ៍ខ្ញុំបញ្យូត្រឹមនេះច្រៀងចប់វាអត់ទាន់ផុតបាត់ទេគឺឲ្យមានអក្សរនៅខ្លះដើម្បីឲ្យវាទំនងតិចទៅបាទបាទអានេះគឺយើងធ្វើឲ្យលៀនដើម្បីឲ្យវាដល់ពេលដល់វាចប់ទៅគឺវាមានឃ្លាមួយដើម្បីបញ្ជាក់ថាវាចិត្តចប់អស់ដំណឹងហើយគឺវាមានអក្សរឃ្លាដើម្បីបញ្ជាក់ថាកុំឲ្យវាអស់ភ្លាមដាច់ភ្លាមគឺឲ្យមានអត់សមអញ្ចឹងឲ្យវាលៀនមកចេញមកអញ្ចឹងមកបាទអញ្ចឹងឥឡូវវីដេអូយើងគឺធ្វើការ៉ាអូខេមួយនេះគឺចប់ឥឡូវមួយទៀតខ្ញុំចង់ឲ្យអ្នកចេះយករូបភាពឬក៏វីដេអូយើងមកដាក់នៅ track របស់គេមួយទៀតបាទអញ្ចឹងខ្ញុំចង់បង្កើត track មួយទៀតឥឡូវខ្ញុំយករូបភាពមកដាក់ការ track វីដេអូបន្ទាប់មកខ្ញុំអត់ចង់ឲ្យវានៅខាងលើទេខ្ញុំចង់យករូបភាពមួយយកមកដាក់បាទឥឡូវខ្ញុំរើសយករូបភាពមួយសិនបាទចូលបើករូបភាពបាទឥឡូវខ្ញុំchờថារូបនេះមួយចោះខ្ញុំចោលលើកវាទាញមកដាក់បាទបន្ទាប់មកខ្ញុំយកមកដាក់ខាងលើនេះបើពេលណាខ្ញុំដាក់នៅខាងលើហ្នឹងបាទឧទាហរណ៍ខ្ញុំដាក់ខាងលើហ្នឹងនៅពេលដែលយើងចុចមកគឺវាបាំងអក្សរបាត់ហើយមិនអញ្ចឹងប៉ុន្តែបើខ្ញុំយកអារូបហ្នឹងទៅដាក់នៅខាងក្រោមគេបាទខ្ញុំចាប់ទាញវាមកគ្រាន់តែ select នៅកន្លែងណាមួយដែលគ្រាន់តែ select ហ្នឹងចាប់ទាញមកមាន3ថ្នាក់អញ្ចឹងខ្ញុំដាក់ត្រឹមថ្នាក់នេះសិនអញ្ចឹងបើយើងដាក់នៅថ្នាក់ទីប្រព័ន្ធនេះអញ្ចឹងអា clear ទី1នេះគឺអាខាងលើនេះគឺចេញប៉ុន្តែអា clear ខាងក្រោមនេះគឺវាអត់ចេញអញ្ចឹងមួយទៀតខ្ញុំចាប់លើកវាមកដាក់នៅ clear ទី4ទី5អញ្ចឹងវាត្រូវនៅ clear ទី5អញ្ចឹងអានេះវាត្រូវនៅ clear ទី5ដល់ពេលណានៅ clear ទី5គឺជួរទី2ក៏គេឃើញដែរឃើញទេជួរទី2ក៏យើងឃើញដែរគឺអាចឃើញបានដែរអញ្ចឹងវាបាន2អញ្ចឹងខ្ញុំចង់ឲ្យវាដើរពីដើមដល់ចប់អញ្ចឹងខ្ញុំចាប់ទាញមកគឺដើមដល់បទចម្រៀងចប់បាទនៅពេលណា view គឺវាមានរូបភាពចឹងរហូតហើយយើងអាចយកវីដេអូមកដាក់ឬក៏យើងយកវីដេអូមកធ្វើជាអក្សរខារ៉ាអូខេហ្មងក៏បានដែរបាទចិត្តយើងទេយើងអាចយកពី MP3 យកមកធ្វើខារ៉ាអូខេយើងអាចយកពីវីដេអូមកធ្វើខារ៉ាអូខេគឺបានដូចគ្នាអញ្ចឹងវីដេអូយើងគឺ view ត្រឹមហ្នឹងគឺចប់វីដេអូយើងថតប៉ុណ្ណេះគឺ record គឺសម្រាប់ធ្វើវីដេអូខារ៉ាអូខេមួយគឺយើងបានធ្វើរួចឲ្យហើយអញ្ចឹងរបៀប save ដើម្បីឲ្យ save វាទៅជា file វីដេអូយើង select វាទាំងអស់មកបាទ select ចែកដើម្បីឲ្យមានថាចាប់ផ្ដើមពីចំណុចចាប់ផ្ដើមណាមួយទៅនេះឃើញទេខ្ញុំ view អញ្ចឹងអាចំណុចលឿននេះថាចំណុចបញ្ចប់យ៉ាងចំណុចនេះគឺចំណុចចាប់ផ្ដើមអញ្ចឹងយើងចុច select ចឹងមកឬក៏យើងចុចចេះហើយគឺវាមាន select ហើយស្រេចហើយឃើញទេមាន select ហើយស្រេចអញ្ចឹងយើងចុច fill ចុចពាក្យថា ready as បាទ ready as អញ្ចឹងទៅតមករងចាំវាបន្តិចបាទអញ្ចឹងវាចូលអញ្ចឹងយើងយកពាក្យថាបាទនៅក្នុងពាក្យនៅហ្នឹងវាឲ្យយើងជ្រើសរើសយើងយកពាក្យថា video for window បន្ទាប់មកយើងចុចព្រួយនៅកន្លែងហ្នឹងមកពេលហ្នឹងវាចេញអញ្ចឹងមកយើងចុចព្រួយនៅកន្លែងហ្នឹងមកបន្ទាប់មកយើងយកពាក្យថាបាទ HD ទំហំប៉ុណ្ណាក៏បានតែយើងចង់បានយើងយក HD ទំហំ10x88 ឬក៏ HD 70
220 50p យើងទៅតែខ្ញុំយកពួក HD នេះមកពេលយើង count word ទៅវាច្បាស់ល្អហ្មងតែគាត់វាមេធំអញ្ចឹងយើង select លើវាអញ្ចឹងមក select លើវាអញ្ចឹងហើយយើងចុចពាក្យថា read បាទ read ហើយនេះគឺយើងអាចដាក់នៅក្នុង folder នេះយើងអាចស្វែងរកនៅកន្លែងណាដែលយើងចង់ដាក់បាទយើងចុចនេះស្វែងរកកន្លែងយើងចង់ដាក់អានេះ bro បាទនេះដាក់ឈ្មោះកន្លែង bro នេះបាទនេះ bro កន្លែងយើងចង់ដាក់យើង save វានៅកន្លែងណា desktop យើងចុចលើ desktop ហ្នឹងយើង save ឈ្មោះវាអញ្ចឹងទៅចាអានេះជាឈ្មោះរបស់វាយើងអាចកែឈ្មោះវាឈ្មោះអីអញ្ចឹងទៅបាទអញ្ចឹងអានេះគឺវីដេអូយើងគឺចប់ហើយវា count word ហើយគឺជា file វីដេអូយើងអាច play បានអញ្ចឹងសូមអរគុណ